អត់សួស្តីអ្នកគ្នាថ្ងៃនេះយើងមករៀនអំពីរបៀបក្នុងការ set up Linux Kernel នៅលើ VMware អញ្ចឹងដំបូងយើងត្រូវធ្វើការទៅ download Kernel S មុនសិនអញ្ចឹងយើងចូលមកកាន់ browser មកហើយវាយពាក្យថា CentOS ខ្ញុំ down ទៅលើ CentOS Stream 10អញ្ចឹងយើងចុចពាក្យថា download អញ្ចឹងឃើញគឺ CentOS Stream 10នេះតើមកយើងចុចពាក្យលើ Mirror យើង down ទៅលើ ISO ចឹងតើមកនៅចុចចូលមកវានៅការដោតដោយសារតែខ្ញុំបានដោតរួចហើយចឹងខ្ញុំអត់ដោតទៀតទេពេលអញ្ចឹងខ្ញុំទៅធ្វើការ set up ឲ្យតែគ្នាមើលអូខេចឹងយើងចូលមកកាន់ VMware មកហើយតមកយើងចុច create a new virtual machine នេះអូខេយើងចូល typical នេះមកយើង next មកអូខេចឹងត្រូវអ្នកគ្នាយក installer this image file iOS នេះមកតមកយើងទៅយក stream 10ដែលយើងដោនវិញហ្នឹង send file ISO ដែលយើងដោនវិញហ្នឹងយើង select វាមកចាហើយយើងចុច next កន្លែងនេះយើងដាក់ឈ្មោះ virtual machine របស់យើងអញ្ចឹងយើងដាក់ទៅអ្នកនាងថា send S10 ចឹងកន្លែងនេះយើងរើសទីតាំងដែលយើងចង់ទុកវាចឹងខ្ញុំទុកវានៅលើ drive D ដោយសារ drive D ខ្ញុំធំអូខេអូខេតែមិនចុច next continue កន្លែងនេះយើងរើស size វាតែយើងចង់បាន G ចឹងលើ design នេះអញ្ចឹងខ្ញុំយក 20G នេះទៅអានេះខ្ញុំយកជា single file ជាចិត្តនេះកន្លែងនេះធ្វើការ custom frame កន្លែងនេះខ្ញុំយក 4G លើ memory ហើយ processor នេះ CPU ខ្ញុំយកកន្លែងយក2ថ្មីចុច close អូខេ power and virtual machine ទៅចុចកន្លែងនេះដល់តិចអូខេចាំអីចុច pin នេះអូខេអញ្ចឹងតាមមកទៀតយើងធ្វើការ power នេះមក power របស់យើងចឹងកន្លែងនេះអ្នកគ្នាចុចមួយទៅលើក្រុមហ្នឹងទៅវានឹងហើយយើងហើយតាមមកអ្នកគ្នាប្រើ arrow key ហើយយើង select យក install CentOS Stream 10នេះហើយយើង enter អូខេកន្លែងនេះវានឹងធ្វើការ install នៅ CentOS ហើយយើងនៅក្នុង virtual machine របស់យើងអូខេអញ្ចឹងចំណុចបន្ទាប់គេយើងឲ្យយើងរើសភាសាអញ្ចឹងគេមានភាសាខ្មែរអញ្ចឹងខ្ញុំ recommend អ្នកគ្នាឲ្យអង់គ្លេសភាសាតែភាសាខ្មែរនេះគ្រាន់តែខ្លាចវាពិបាកមើលពេលចូលទៅអូខេឥឡូវនេះយើងគេឲ្យយើងចង់ add ផ្សាយ HTML របស់យើងចង់ add បន្ថែមកន្លែងនេះក៏បានដែរតែខ្ញុំ add ចេញចុចដាក់ឥឡូវនេះយើងធ្វើការបង្កើតខាងក្នុង enable មកឥឡូវនេះគេឲ្យយើងដាក់ password ចេះខ្ញុំដាក់ password នេះយ៉ាងไรនេះអ្នកគ្នាដាក់ password ដល់អ្នកចាំហើយកន្លែងនេះចូលឡើងគេតមកគឺ user របស់យើងអញ្ចឹងកើត user
chẳng user đã cho những phép tạm mới là password chẳng lại nếu đặt passwordដូចគ្នាទៅដោយសារខ្ញុំខ្លាចវាភ្លេចដល់ច្រើនពេកយើងដាក់ដូចគ្នាមួយមិនអូខេចឹងដាក់ឲ្យយើងចុច done ដល់មកយើងធ្វើការចុច we can install it នេះចឹងវានឹងធ្វើការ install package មួយចំនួនចឹងខ្លាចអ្នកនឹងជួងទៅចឹងអ្នកនេះចាំពេលសិនទៅចឹងតើវា complete ហើយចឹងចុច reboot system នេះពេលយើងចុចឈ្មោះនេះចឹងយើងដាក់ password មិញយើងចុច skip អូខេអញ្ចឹងយើងបានដល់នៅ CNS នេះគឺជាទម្រង់ UI អញ្ចឹងយើងធ្វើការតេស្តមើលពី CNS របស់យើងអញ្ចឹងធ្វើ comment មួយទៅមកអូខេអញ្ចឹងយើងឃើញនេះគឺ CNS stream version របស់វាគឺ10អូខេអញ្ចឹងគឺសម្រាប់ការ set up CNS លើ VMware គឺមានប៉ុណ្្នឹងទេអរគុណអ្នកនាងសម្រាប់ការតាមដានវីដេអូនេះពីដើមដល់ចប់ជួបគ្នាក្នុងវីដេអូក្រោយ